ព្រឹត្តិបត្តិព័ត៌មានកម្ពុជាទឹកសម្រាប់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់8ម៉ែត្រ90សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ62សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ70សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់19ម៉ែត្រ25សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ80សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន22ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់12ម៉ែត្រ34សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ38សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់8ម៉ែត្រ49សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ9សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ50សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ98សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ6សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ36សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ6សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ90សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ58សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ6សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន9ម៉ែត្រ50សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ21សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ23សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងជាបន្តបន្ទាប់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី25ខែកញ្ញាឆ្នាំ2025សូមអរគុណ